អារម្មណ៍មនុស្សយើងនៅពេលដែលជួបប្រទះប៉ះទង្គិចទៅនៅក្នុងរឿងអ្វីមួយដែលធ្វើឲ្យផ្លូវចិត្តរីករាយគឺអារម្មណ៍ពេលហ្នឹងគឺពិបាកនឹងពិពណ៌នាញាតិញោមមែនទេពេលខ្លះនោះសប្បាយចិត្តចង់ហោះឲ្យវាមានដែរអាហ្នឹងនិយាយពីអារម្មណ៍និយាយពីផ្លូវចិត្តរបស់យើងណានៅពេលដែលជួបប្រទះប៉ះទង្គិចទៅក្នុងរឿងអ្វីមួយដែលធ្វើឲ្យចិត្តរបស់យើងនឹងរីករាយឥឡូវញាតិញោមធ្លាប់ជួបណាប្រហែលថាបែកបាក់គ្រួសារយូរខែយូរឆ្នាំអីចឹងទៅឬក៏ថាសាច់ញាតិអីចឹងណានៅពេលដែលបានជួបមុខគ្នាឡើងវិញមានអារម្មណ៍ថាសប្បាយចិត្តមានអារម្មណ៍ថារីករាយចិត្តអារម្មណ៍ពេលហ្នឹងពិបាកពិពណ៌នាណាណាសប្បាយចិត្តខាក់ក៏ខប់ច្រើនណាប៉ុន្តែទន្ទឹមទៅនៅក្នុងការរីករាយសប្បាយចិត្តហ្នឹងវាមានអារម្មណ៍មួយទៀតដែលជួបប្រទះប៉ះសម្រាប់ខ្លួនឯងទៅគឺចិត្តរបស់យើងនឹងពិបាកទទួលយកតែម្ដងពេលដែលយើងបែកមនុស្សឬក៏ទៅឃ្លាតមនុស្សជាទីស្រឡាញ់មិនថាតែសាច់ញាតិមិនថាតែអ្នកដែលជាទីស្រឡាញ់ទេបើកាលណាយើងបើថាបែកគ្នាព្រាត់គ្នាទៅអារម្មណ៍ពេលហ្នឹងគឺវាពិបាកនឹងថ្លែងពិបាកនឹងពិពណ៌នាមែនទេអញ្ចឹងមានន័យថាទាំងពីរហ្នឹងគឺវាខុសគ្នាញាតិញោមមែនទេអារម្មណ៍ជួបដូចគ្នាក៏ប៉ុន្តែពេលខ្លះហ្នឹងក៏ចិត្តរបស់យើងនឹងវាសប្បាយពេលខ្លះហ្នឹងក៏ចិត្តរបស់យើងដូចកើតទុកសែតអីចឹងទៅសម្រាប់ខ្លួនឯងទាំងនេះជាអ្វីដែលយើងអាចយកមកគិតយកមកពិចារណាទៅថាអ្វីវាកើតឡើងតាមរយៈចិត្តរបស់យើងឯងបើកាលណាយើងជួបប្រទះប៉ះទង្គិចទៅលើរឿងអ្វីមួយយើងមិនចេះ control យើងមិនចេះទប់ស្មារតីខ្លួនឯងឲ្យបានល្អពេលខ្លះដូចគោដាច់កន្លោះអញ្ចឹងយល់មែនទេតែកាលណាវាអត់មានខ្សែចងហើយពេលខ្លះនោះវាហាច់លោតកឆាក់កឆេងតាមដែលចិត្តនឹកឃើញអីចឹងទៅបើកាលណាយើងមានកន្លោះអីចឹងទៅមានន័យថាមិនសូវទេចិត្តរបស់យើងក៏ចឹងដែរបើកាលណាយើងចេះទប់ចេះឃុំក្រងឲ្យបានល្អទៅបើយើងជួបរឿងអ្វីដែលសប្បាយក្តីដែលកើតទុកក្តីក៏យើងដូចទៅមិនសូវកើតទុកមិនសូវពិបាកប្រមាណទេហ្នឹងចិត្តរបស់ព្រះអរហន្តចិត្តរបស់ព្រះពុទ្ធមានសភាពអញ្ចឹងយត់ទោះបីមានអ្នកដតីនឹងមកទៅសើទោះបីមានអ្នកដតីនឹងមកប្រទោសបង្អាប់ឯហ្នឹងចិត្តរបស់ព្រះអង្គនៅតែមានសភាពស្មើនៅតែមានសភាពធម្មតាដូចអត់មានរឿងអីកើតឡើងអញ្ចឹងដែរញាតិញោមមែនទេអត់មានទៅជាប់ជំពាអត់មានទៅជាប់នឹងពាក្យអាគេសរសើរគេបន្ទោសបង្អាប់ទៅព្រះអង្គអត់ដែលទៅដូចថាចិត្តរបស់ព្រះអង្គនោះអត់មានខ្វាយខ្វល់ហ្នឹងតែហ្មងអញ្ចឹងអត់មានអីត្រូវឈឺចិត្តអត់មានអីទៅសប្បាយចិត្តធម្មតាអញ្ចឹងណាញាតិញោមមែនទេយ៉ាងណាមិញផ្លូវចិត្តរបស់យើងក៏ចឹងបើកាលណាយើងជួបរឿងអ្វីផ្សេងនៅក្នុងជីវិតហ្នឹងបើកាលណាយើងចេះទប់ស្មារតីអញ្ចឹងទៅអាហ្នឹងក៏វាមិនសូវឲ្យយើងនឹងកើតទុកមិនសូវធ្វើឲ្យយើងនឹងសែតប្រហែលដែរណាតែយើងមិនបានគិតអញ្ចឹងឧបមាថាជួបទៅសប្បាយនៅពេលដែលឃ្លាតទៅកើតទុកកើតទុកយ៉ាងម៉េចទេអានេះគឺផ្លូវចិត្តរបស់មនុស្សបើកាលណាយើងមិនចេះឃុំក្រងបើកាលណាយើងមិនចេះអប់រំទេគឺវារេដូចជាស្លឹកឈើអញ្ចឹងណាវាបក់ម្ដងបក់ទៅលិចម្ដងបក់ទៅកើតតាមតែខ្យល់អីចឹងទៅបើកាលណាយើងមិនចេះទប់ចិត្តទប់ស្មារតីទេគឺចិត្តរបស់យើងវាដូចជាស្លឹកឈើអញ្ចឹងដែរពេលខ្លះក៏ត្រូវរេទៅតាមខ្យល់បោកបក់អីចឹងតែនឹងវាជារឿងធម្មតាសម្រាប់យើងណាញាតិញោមនេះជាអ្វីដែលអាត្មាភាពចង់ចម្រើនពោលឲ្យយើងរៀនអប់រំចិត្តរបស់យើងឲ្យបានរឿយចឹងទៅបើល្អហ្នឹងក៏សប្បាយទៅប៉ុន្តែក៏មកវាហួសហេតុអីពេកអាហ្នឹងក៏វាដូចមិនកើតដែរខ្ញុំមែនទេហើយបើសិនតែជួបរឿងដែលសោកសៅអីហ្នឹងក៏ដោះស្រាយវាទៅកុំទៅបញ្ចប់ជីវិតកុំទៅលោតទឹកលោតអីអាហ្នឹងក៏មិនមែនជារឿងល្អសម្រាប់យើងដែរបាទនេះជាអ្វីដែលអាត្មាភាពចង់ចែកម្លែកទេណាតាមញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នាបាទ